នេះគឺ 5G ผมមកតែគ្នាគឺខាងលើនេះគឺលឿនអ៊ីនធឺណិតក្រុមជំរាបសួរผมមកបន្តគ្នាជួបគ្នាខ្ញុំនៅវីដេអូថ្មីថ្ងៃនេះខ្ញុំបង្ហាញអំពីរបៀបនៃការ track ថាតើទូរស័ព្ទរបស់ผมមកបន្តគ្នាមាន 5G ឬអត់ចឹងผมមកបន្តគ្នាអាចប្រើបានឬអត់ចឹងបន្ទាប់ពីម្សិលមិញខ្ញុំបានចេញមកវីដេអូអីចឹងผมមកបន្តគ្នាចឹងថ្ងៃនេះទូរស័ព្ទមួយគឺមាន 5G និងទូរស័ព្ទមួយទៀតអត់ចឹងខ្ញុំបង្ហាញអំពីរបៀបនៃការ trackមើលពុំមកបន្តគ្នាអស់ចំនួននិងទូរស័ព្ទរបស់ពុំមកបន្តគ្នាថាអាចប្រើប្រាស់ 5G បានដែរឬអត់ចឹងណាចឹងលើមទៅការចេញទៅក្រៅពីទូរស័ព្ទបើទៅការឆែកបានយើងចូលមកកាន់ setting ពុំមកបន្តគ្នាយើងចូលមកកាន់ setting មកឥឡូវបានទូរស័ព្ទខាងឆ្វេងមុនបន្តមកទៀតយើងជ្រើសរើសពាក្យ mobile network បន្ទាប់ពីយើងជ្រើសរើស mobile network ហើយយើងចុចពាក្យ smart នេះគឺទូរស័ព្ទនេះគឺប្រើ SIM smart ចឹងពុំមកបន្តគ្នានេះខ្ញុំចុច smart មកបន្តមកទៀតពុកម៉ែបន្តគ្នានឹងឃើញបង្ហាញបែបនេះគឺពុកម៉ែបន្តគ្នាយក preferred network type ពុកម៉ែបន្តគ្នាឃើញហើយគឺនេះ preferred network type គឺមាន 2G only prefer 5G prefer 3G និង prefer LTE ចំណែកថាទូរស័ព្ទនេះគឺអត់ support 5G ទេពុកម៉ែបន្តគ្នាគឺនេះគឺប្រភេទ Redmi Note 12ពុកម៉ែបន្តគ្នាចឹងគឺអត់ 5G ទេទូរស័ព្ទមួយនេះចឹងពុកម៉ែបន្តគ្នាអាចធ្វើការឆែកបានបញ្ជាក់ម្ដងទៀតយើងចូលមកកាន់ setting ឥឡូវខ្ញុំបង្ហាញសាមញ្ញយើងចូលមកកាន់ setting បន្តមកទៀតយើងចុចពាក្យ mobile network បន្តមកទៀតយើងជ្រើសរើស SIM របស់ពុកម៉ែបន្តគ្នាមាន SIM 1 SIM 2ចឹងនេះគឺ SIM 2យើងចុចមកគឺកន្លែង smart វិញបន្តមកទៀត preferred network typeតោះទៀតយើងនឹងឃើញហើយនេះគេដាក់ LTE 3G 2G only ចឹងឥឡូវយើងទៅកែមកឆែកទូរស័ព្ទមួយទៀតនេះគឺទូរស័ព្ទមួយទៀតយើងចូលមកកាន់ setting បន្តមកទៀតយើងជ្រើសរើសពាក្យ mobile network បន្តមកទៀតខ្ញុំទៅការជ្រើស smartphone របស់ខ្ញុំ SIM 2ដែលមានលុយចឹងពុកម៉ែបងប្អូនគ្នាយើងទៅការចុចមកបន្តមកទៀតយើងជ្រើសរើសពាក្យpreferred network type គឺនេះគឺទូរស័ព្ទ Xiaomi ដូចគ្នាបងប្អូនទាំងគ្នាគឺមាន 2G 3G LTE និង 5G បងប្អូនទាំងគ្នាដោយតែបងប្អូនទាំងគ្នាបានឃើញនេះគឺ 5G ដែលខ្ញុំចោលនេះចឹងឥឡូវខ្ញុំទៅកាបើកពលឺតិចបងប្អូនទាំងគ្នាគឺ 5G ឥឡូវគឺមាន 5G បងប្អូនទាំងគ្នាឥឡូវខ្ញុំទៅការបង្ហាញបងប្អូនទាំងគ្នានេះគឺ 5G បងប្អូនទាំងគ្នាគឺខាងលើនេះគឺលឿនអ៊ីនធឺណិតគឺអ៊ីនធឺណិត 5G ចឹងវីដេអូនៃការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងទេបើសិនជាពុកម៉ែបងប្អូនទាំងគ្នាមានចង្អល់អាច comment នៅខាងក្រោមវីដេអូនេះបានហើយកុំភ្លេចជួយចុច subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗអំពី channel របស់ខ្ញុំបានបន្ថែមទៀតបើសិនជាមានអត្ថប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនទាំងគ្នា